จังสำหรับไงนั่งយើងមកមើលថាតើមនុស្សដែលនៅក្នុងចិត្តយើងឥឡូវហ្នឹងណាគាត់កំពុងតែគិតអីនិយាយទៅយើងខានចេញអាប្រធានបទអញ្ចឹងយូរហើយត្រូវអញ្ចឹងយើងសាកមើលមនុស្សដែលនៅក្នុងចិត្តយើងជាណាក៏បានជាសង្សារចាស់យើងក៏បានអត់បញ្ហាហ្នឹងហើយគិតបានអត់អីទេបាទអញ្ចឹងយើងមើលទាំងអស់គ្នាតំណែងទាំងអស់គ្នារបស់គាត់ឥឡូវអ្នកនៅនេះស្រឡាញ់គេមានម្ចាស់ហើយមែនមានអារម្មណ៍ថាខាងនោះដូចជាគាត់មានគូហើយចង់មើលសិល្បៈច្បាស់ទេចាំខ្ញុំដាក់ឲ្យមើលច្បាស់អូខេចាំមើលថាគាត់លើកំពុងតែគិតអីមកលើយើងពេលដែលសួរថាអ្នកដែលមានសង្សារចាស់ឲ្យមកមើលពីសង្សារចាស់មានសង្សារចាស់ចេញមកពីវិសិលអូខេសម្រាប់អ្នកដែលគាត់សួរខ្ញុំថាមានបៀសម្រាប់លក់អត់អីអញ្ចឹងណាបៀមានប៉ុន្តែយើងត្រូវការកំងមកអ្នកទាំងអស់គ្នាហើយម្យ៉ាងបៀវាមានតាមក្រេតរបស់វាទៀតអញ្ចឹងតោះតែអ្នកទាំងអស់គ្នាចង់បានក្រេតមិនតោះតែអ្នកទាំងអស់គ្នាប្រាប់ទៅខាង admin អញ្ចឹងណាថ្ងៃដើម្បីគាត់ប្រាប់តែបើសិនជាខ្សែដៃបានយើងមាននៅក្នុង stock ខ្សែដៃយើងមានហ្នឹងហើយអូខេអញ្ចឹងយើងចូលប្រធានរបស់យើងវិញសម្រាប់អ្នកដែលនៅក្នុងចិត្តយើងណាម្នាក់នេះអាចថាជាមនុស្សដែលមានគូហើយហ្នឹងហើយដូចមិនទាន់ឃើញនៅទំនេរទេបើសិនជាគាត់មិនមានគូក៏អ្នកទាំងអស់គ្នាជាអ្នកដែលមានគូដែរនៅក្នុងទំនាក់ទំនងហ្នឹងណាអញ្ចឹងបើសម្រាប់អ្នកនៅនេះអត់តន់យកណាគេនោះមានអារម្មណ៍ថាខ្លួនឯងក៏មិនដឹងមិនមានអារម្មណ៍ថាដូចស្រឡាញ់គាត់ខុសពីអ្នកដទៃហ្មងបើអ្នកផ្សេងពេលដែលគេចូលមកយើងចេះតែមានអារម្មណ៍ថាធុញថប់អត់ចង់មានតំណែងជាមួយតែដល់ពេលសម្រាប់ម្នាក់នឹងវិញសង្ហានិយាយទៅខ្ញុំឃើញបៀអ្នកដែលអ្នកទាំងអស់គ្នាសួរហ្នឹងគាត់សង្ហាអ្នកហ្នឹងស្អាតបើសិនជាស្រីគឺស្អាតបើសិនជាប្រុសគឺសង្ហាហ្មងហ្នឹងហើយបើសិនជាសួរថាអ្នកដែលនៅក្នុងចិត្តយើងគាត់គិតមិនគាត់ឥឡូវគាត់គិតថាយើងហ្នឹងយើងមានជំរើសច្រើនឥឡូវយើងមានជំរើសច្រើនដូចមិនមែនមានតែគាត់មួយយើងមានច្រើនហើយយើងចង់ជ្រើសអ្នកណាដែលល្អជាងគាត់ក៏បានអ្នកណាដែលមានជាងគាត់ក៏បានដែរហើយគាត់គិតទៀតគាត់គិតថាមានអ្នកទាំងបែបឆ្លោះគ្នាដោយសារយើងក៏មានដែរក៏មានដែរប៉ុន្តែពេលដែលខ្ញុំសួរគាត់បញ្ជាក់ឲ្យអ្នកទាំងអស់គ្នាខាងក្រោមនឹងថាមានចិត្តលើអ្នកទាំងអស់គ្នាអត់អ្នកដែលមកមើលហ្នឹងណាគាត់ថាមានគាត់ចាប់ផ្ដើមស្រឡាញ់ហើយបើលើកមុនផាច់អត់មានមើលទៅលើកមុនអាចថាអ្នកទាំងអស់គ្នាជាអ្នកចូលទៅក្នុងតំណែងនឹងមុនឬក៏យើងចូលទៅញ៉ាយគាត់មុនអីអញ្ចឹងណាគាត់ថាគាត់អត់ confirm យើងគាត់អត់ទទួលយើងអញ្ចឹងតែស្រាប់ពេលនេះគឺគាត់មានអារម្មណ៍ថាយើងស្អាតយើងគួរឲ្យស្រឡាញ់អញ្ចឹងចាប់ផ្ដើមមានចិត្តមួយយើងហើយខាងនេះហើយបើសិនជាសង្សារចាស់វិញមិនថាសង្សារចាស់ឬក៏អ្នកដែលយើងធ្លាប់តាក់ទងទេឥឡូវគឺមានអារម្មណ៍ថាឈឺចាប់ហើយស្ដាយក្រោយបើសង្សារចាស់ហើយជាស្ដាយក្រោយព្រោះសារបៀនសង្សារចាស់ចេញមករៀងច្រើនដែរបើបៀនអ្នកចាស់ក៏មានដូចគ្នាតែបើបៀននេះគឺអ្វីដែលខ្ញុំឃើញជាក់ស្ដែងគឺគាត់មានអារម្មណ៍ថាគាត់ស្ដាយក្រោយក្នុងតែក្នុងនឹងប៉ុន្តែការស្ដាយក្រោយរបស់គាត់នេះគឺមិនមែនចោលអ្នកដែលគាត់កំពុងតែតាក់ទងហ្នឹងណាគ្រាន់តែវាមានអារម្មណ៍ថាដូចនឹកនាយើងតែអត់ទាន់ច្បាស់ខ្លួនឯងថាស្រឡាញ់យើងឬក៏ស្រឡាញ់ដៃគូដែលគាត់កំពុងតែតាក់ទងនឹងទេហ្នឹងហើយអញ្ចឹងដោយសារតែក្នុងនេះវាជា general reading បើសិនជាអ្នកទាំងអស់គ្នាចង់ច្បាស់អាចឆាតទៅខាង admin ដើម្បីទូទាត់ផ្ទាល់ខ្លួនបានហ្នឹងហើយបើសិនជាបញ្ចិត្តវីដេអូនេះកុំភ្លេចចុច like comment និង share វីដេអូនឹងផងហើយខ្ញុំនឹងព្យាយាមចេញវីដេអូឲ្យបានច្រើនជាពិសេសនៅក្នុងនេះមួយអាទិត្យឲ្យបាន2ដងអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានវីដេអូរៀងវែងនិយាយរឿងក្បោះក្បាយអាចចូលទៅក្នុង YouTube បានបើ YouTube អាចនឹងទៀងទាត់អាចថាមួយអាទិត្យអាចផុសវីដេអូ2ឲ្យអ្នកទាំងអស់គ្នាអាចថាចាប់ពីថ្ងៃពហុឬក៏ថ្ងៃអាទិត្យហ្នឹងហើយខ្ញុំនឹងព្យាយាមចេញវីដេអូឲ្យបានច្រើនសម្រាប់ fan ដែលគាត់តែឆាតមកសួរថាខ្ញុំបាត់ទៅណាតាមពិតខ្ញុំរវល់ការងារអ្នកទាំងអស់គ្នាខ្ញុំមាន business នឹងដៃអញ្ចឹងណាអញ្ចឹងទៅ
យើងត្រូវគ្រប់គ្រងច្រើនយើងអត់មានពេលប៉ុន្តែខ្ញុំ clear ការងារហើយតែខ្ញុំនឹងព្យាយាមចេញវីដេអូឲ្យអ្នកទាំងអស់គ្នាបានច្រើនហ្នឹងហើយបើសិនជាពេញចិត្តកុំភ្លេចចុច like comment share វីដេអូនឹងផងចាំខ្ញុំនឹងចេញវីដេអូឲ្យច្រើនហ្នឹងហើយអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ